បាទគោរពជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាជាងដៃថ្មីដែលតែងតែតាមដានទស្សនានៅវីដេអូខ្ញុំហើយនេះជាវីដេអូរៀបខាងស្បែកអង្គយ៉ាហើយកន្លែងខ្ញុំដាក់ឲ្យមើលនេះចាំខ្ញុំបញ្យល់តិចទៀតឥឡូវខ្ញុំចង់ពងជាប់និយាយដោយសារវីដេអូខ្ញុំបញ្ចូលសលេងអញ្ចឹងវីដេអូនេះវារៀងវែងបន្តិចបងប្អូន20នាទីជាងប៉ុន្តែមើលមួយនេះចេះតែម្ដងបាទអញ្ចឹងបងប្អូនអាចមើលតម្រងពេលដែលខ្ញុំរៀបបងប្អូនអាចមើលមួយទៅហើយបងប្អូនកុំភ្លេចចុច Subscribe ខ្ញុំម្នាក់មួយផងគឺយើងដាក់បែបហ្នឹងណាបងប្អូនណាហើយវីដេអូនេះមើលហើយគឺបងប្អូនប្រើការបានតែម្ដងខ្ញុំអត់មានធ្វើវីដេអូកាត់ឲ្យបងប្អូនពិបាកមើលទេគឺវីដេអូនេះគឺនាទីវែងណាស់20នាទីជិត21នាទីអញ្ចឹងខ្ញុំធ្វើវីដេអូមួយនេះឲ្យបងប្អូនចេះតែម្ដងចឹងបងប្អូនដាក់មួយដូចខ្ញុំចឹងមកមុនដំបូងយើងដាក់អាក្រហមទូចបន្ទាប់មកយើងដាក់បថៅបន្ទាប់មកយើងដាក់រសើម៉ារ៉ាវ៉េនហើយយើងដាក់ចូលវែងមួយទៀតហើយកន្លែងនេះបងប្អូនដាក់ប្រេងបន្តិចមកដាក់ហ្នឹងហើយដាក់ប្រេងជ្រោយតិចមកវាមានជាតិរំអិលហើយខ្ញុំអាកន្លែងដែលខ្ញុំអត់តន់បានបង្ហាញមុនដំបូងបន្តិចខ្ញុំចាំខ្ញុំសារមកក្រោយវិញអញ្ចឹងនេះគឺជាចានស្បែកបាទចានស្បែកស៊ីនបោះសង់អញ្ចឹងការរៀបស្បែកចូលនេះគឺវាមានលក្ខណៈសំខាន់វាចំណុចអុចដែលខ្ញុំចង្អុលបង្ហាញបងប្អូនហ្នឹងគឺយើងត្រូវដាក់ឲ្យចំគ្នាបាទបានម៉ូតូនឹងជិះកើតបងប្អូនណាកាលណាដែលយើងដាក់ចំណុចនឹងត្រង់គ្នាគឺយើងដាក់ចានចូលទៅគឺវាចូលសុបតាក់គ្នាអញ្ចឹងបងប្អូនណាតែបើបងប្អូនដាក់អត់ត្រូវទេគឺវាអត់តាក់គ្នាទេវាធ្វើឲ្យម៉ូតូនឹងជិះអត់ទៅមុខទេវាឆេះប៉ុន្តែវាអត់ទៅមុខណាវាមានលក្ខណៈបែបហ្នឹងបងប្អូនអញ្ចឹងពេលដែលបងប្អូនរៀបស្បែកបងប្អូនត្រូវដាក់អាចំណុចពីរហ្នឹងឲ្យត្រង់គ្នាឲ្យវាចូលងាំរបស់វាអញ្ចឹងពេលដែលយើងរៀបស្បែកអង្គយ៉ានេះគឺជាស្បែកអង្គយ៉ាបងប្អូនគេហៅថាស្បែកអង្គយ៉ាហើយចំណុចឲ្យទូចដែលថាដាក់ត្រង់គ្នាហ្នឹងបើបងប្អូនដាក់អត់ត្រង់គ្នារៀបកើតប៉ុន្តែវាជិះអត់កើតធាក់ក៏អត់ធាក់ដែរខ្សុយអញ្ចឹងគឺយើងធ្វើការដាក់ស្បែកចូលទៅមុនបន្ទាប់មកយើងដាក់ផ្លាតូហើយវាមានមុខស្មើហើយនឹងមុខស្អិតមុខទួលអញ្ចឹងខ្ញុំពេលដែលខ្ញុំរៀបទាំងផ្លាតូទាំងស្បែកអង្គយ៉ាគឺខ្ញុំដាក់ខាងទួលចូលទៅក្នុងហើយគឺរៀបបែបហ្នឹងគឺម៉ូតូជិះខ្លាំងមែនទែនបងប្អូនណា100%គឺខ្លាំងប៉ុន្តែពេលដែលបងប្អូនរៀបបងប្អូនត្រូវមើលចានដឺរ៉ាស្បែកនឹងទាំងសងខាងតើវាមានកលុកជាងអូអត់បើវាមិនកលុកជាងអូបងប្អូនត្រូវតែយកឲ្យជាងកលឹងបោះចេញរួចហើយយើងត្រូវទិញផ្លាតូយកម្លាំងកូត1ស្លឹក2ស្លឹកមកយកអាក្រាស់ជាងស៊ីនហេតុអីបានយើងត្រូវឡើងកូតព្រោះថាយើងបោះចានទៅវាសឹកហើយសឹក1លី2លីអញ្ចឹងយើងត្រូវទិញផ្លាតូអាក្រាស់យកមកបើវិញយើងដូរចោល1ស្លឹក2ស្លឹកមកអញ្ចឹងគឺការរៀបស្បែកគឺរៀបបែបហ្នឹងបងប្អូនរៀបតាមខ្ញុំអត់ចេះខុសហើយម៉ូតូខ្លាំង 100% មកម៉ូតូចំណុចខ្លាំងនៅឡើយហ្នឹងបងប្អូនរៀបឲ្យដូចគ្នាមកដាក់ខាងទួលចូលទៅក្នុងខាងស្មើចេញមកក្រៅអញ្ចឹងមកហើយស្លឹកចុងក្រោយគឺជាស្បែកអង្គយ៉ាដែរម៉ូតូនេះសង់03បងប្អូនហើយពេលដែលបងប្អូនរៀបទៅបងប្អូនកុំភ្លេចយកដៃគៀសវាឲ្យស្មើគ្នាមកដើម្បីយើងដាក់ងាយស្រួលក្នុងការដាក់ចានស្បែកចូលអញ្ចឹងពេលដែលយើងរៀបហើយស្បែកអង្គយ៉ាគឺវាមាន4ស្លឹកផ្លាតូវាមាន3យើងរៀបហើយបន្ទាប់មកយើងយកក្របចានស្បែកយកមកដាក់ឲ្យត្រូវអាចំណុចដែលខ្ញុំចោលប្រាប់បងប្អូនហ្នឹងអាចំណុចទូចហ្នឹងដាក់ឲ្យត្រង់គ្នាមកបានម៉ូតូហ្នឹងជិះកើតបងប្អូនណាបច្ចាក់រៀបតាមដែលខ្ញុំប្រាប់ទៅបងប្អូនបើរៀបតាមខ្ញុំប្រាប់ខុសខ្ញុំអ្នកទទួលខុសត្រូវវីដេអូខ្ញុំគឺខ្ញុំបង្រៀនឲ្យចេះមិនមែនបង្រៀនកុហកទេបងប្អូនបន្ទាប់មកយើងយកដុំងើមកយើងយកមកដាក់ចូលប៉ុន្តែអត់ទាន់ហើយយើងដាក់ចូលរឹតខ្ចៅសិនទេវានៅមានរងក្នុងហ្នឹងមួយទៀតតិចទៀតខ្ញុំបង្ហាញ
ចឹងយើងធ្វើការទៅរកខ្ចៅរកគ្រឿងវាមកយកដើម្បីយកមកមូលចូលគ្នាចឹងទៅអញ្ចឹងវាមានម្សវា6គ្រាប់ម្សហ្នឹងអត់ប្រកាន់ខាងនេះបងប្អូនដាក់អាណាក៏បានដែរម្សសម្រាប់រឹតស្បែកឲ្យតឹងអញ្ចឹងយើងដាក់ម្សទាំង6ចូលមកបន្ទាប់ពីដាក់ម្សទាំង6ចូលហើយបងប្អូនយកក្របវាមានក្របការច័ន្ទវាហ្នឹងអញ្ចឹងវាខ្ចៅវាមានតែ3ទេបងប្អូនមើលឲ្យត្រូវប្រហោងមានមូលខ្ចៅអា3ទៀតវាគ្រាន់តែសកត់ម្សទេអញ្ចឹងបងប្អូនយកខ្ចៅវាចំនួន3គ្រាប់ហ្នឹងទៅយកខ្ចៅហ្នឹងមកដាក់ឲ្យត្រូវប្រហោងវាមូលទុំទាំង3ហ្នឹងមកយើងមូលអញ្ចឹងមកហើយបងប្អូនកុំភ្លេចចុច like វីដេអូខ្ញុំហើយកុំភ្លេចចុច subscribe ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តในការផលិតវីដេអូចែកជូនបងប្អូនទាំងអស់គ្នាគឺកាលណាតែវីដេអូខុសទៅមាន like មាន comment មានអ្នកមើលគឺខ្ញុំមានកម្លាំងចិត្តនឹងធ្វើវីដេអូចែកជូនបងប្អូនបន្តទៀតអញ្ចឹងខ្ចៅវាមាន3គ្រាប់បងប្អូនមូលមកដល់សិនមកចាំយកសោរឹតតាមក្រោយហើយវីដេអូខ្ញុំបង្ហាញច្បាស់ប៉ុណ្ណេះហើយបើបងប្អូនធ្វើមិនកើតទៀតខ្ញុំមិនដឹងថាម៉េចទេឥឡូវយើងយកសោលេខ10យើងយកមកមូលមកមូលទាំង3ខ្ចៅនឹងយើងមូលបណ្ដេញឲ្យស្មើគ្នាមកឥឡូវបន្ទាប់ពីនេះយើងនេះអារងខ្ញុំប្រាប់ហ្នឹងគឺយើងត្រូវដាក់រងមួយណាយើងដាក់រងមួយនៅក្នុងត្រឡោកស្បែកហ្នឹងហើយចាំយើងដាក់ស្បែកអង្គយ៉ាចូលទៅទាំងដុំតែម្ដងតែផ្លេចដាក់រងហ្នឹងម៉ូតូចូលលេខអត់ស្រួលអត់កើតទេណាបងប្អូនហើយបន្ទាប់មកនេះខ្ញុំបញ្យល់កន្លែងនេះតិចអញ្ចឹងកន្លែងនេះសម្រាប់បងដៃថ្មីនេះវាមានអាកណោលក្រាស់វាហ្នឹងយើងដាក់ទៅមុនមកនៅដុំខាងក្រោយហ្នឹងយើងដាក់ក្រាស់មួយបន្ទាប់មកឡតនេះនៅក្នុងចានស្បែកបងប្អូនណាដាក់ចូលក្នុងចានស្បែកហ្នឹងតែអត់មានអាហ្នឹងនិយាយទៅគ្រឿងវាគឺអត់អាចខ្វះបានទេបងប្អូនណាត្រូវដាក់ឲ្យគ្រប់វាវិញបានជីកកើតមិនចេះដើរដោះបោះចោលអត់បានបងប្អូនពេលដែលបងប្អូនរើមកបងប្អូនត្រូវដាក់ក្នុងម៉ាងឬក៏ក្នុងកណ្ដុងណាដែលសុវត្ថិភាពហើយចំណុចអុចនេះបងប្អូនណាគឺជាកន្លែងពងគេហៅពងcáiចំណុចអុចហ្នឹងគឺត្រូវដាក់ឲ្យត្រូវកន្លែងមញងឆែបជាមួយនឹងដុំស្បែកងើខាងមុខវាមានស្ពឺឆែបបងប្អូនដាក់ឲ្យត្រូវចំណុចហ្នឹងមកកាលណាបងប្អូនរៀបខុសកន្លែងហ្នឹងវាជីកកើតប៉ុន្តែម៉ូតូអាចនឹងលឺងើដាក់ឲ្យត្រង់គ្នាហើយព្រោះហើយយើងធ្វើការដាក់ចូលយើងគៀកតិចមកយើងគៀកពវល់ទៅវាធ្លាក់ចូលបងប្អូនឡើយហ្នឹងកុំបខំវាគៀកតិចចឹងមកធ្វើអីក៏ដោយបងប្អូនពេលខ្លះវាមិនស្រួលទេយើងត្រូវព្យាយាមវាមិនដាក់ចូលផ្លុកទេឃើញវីដេអូខ្ញុំផុសមួយមិនស្រួលទេបងប្អូនខ្ញុំចំណាយពេលធ្វើពិបាកណាស់ហើយខ្ញុំនៅអង្គុយកាត់វីដេអូខ្ញុំនៅផុសវីដេអូយើងបងប្អូនពេលដែលបងប្អូនមើលវីដេអូខ្ញុំហើយបងប្អូនកុំភ្លេចជួយចុច Subscribe ហើយនិង Like វីដេអូខ្ញុំមួយបងប្អូនហើយវីដេអូមួយខ្ញុំផលិតហត់ណាស់សួរតែខ្ញុំបានអីមកវិញខ្ញុំបានអីទេខ្ញុំគ្រាន់តែចង់ចែកជូនដល់បងប្អូនចេះទេហើយចំណុចនេះសំខាន់ណាបងប្អូនឃើញមានប្រហោងមួយអត់ប្រហោងមួយហ្នឹងវាពាក់ព័ន្ធជាមួយនឹងប្រហោងដៃយេនហ្នឹងគឺយើងត្រូវដាក់អាប្រហោងនៅជាប់ស្បែក3ដុំដាក់ឲ្យចំប្រហោងដៃយេនយើងរៀបអញ្ចឹងបានម៉ូតូយើងជិះស្ទុះល្អហើយវាអត់ងាយឆេះអាស្បែកហ្នឹងសួរថារៀបខុសកន្លែងហ្នឹងវាបានអត់រៀបអត់ឲ្យត្រង់រាន់ព្រេងហ្នឹងវាបានអត់ជីកកើតបងប្អូនប៉ុន្តែវាម៉ូតូវាងាយនឹងឆាប់ឆេះស្បែកយកហ្នឹងកាលណាទៅស្បែកឆេះហើយម៉ូតូហ្នឹងជីកទៅញ័រហើយវាអត់ស្មូតទេណាវាលាក់ដូចម៉ូតូអស់ស្បែកចឹងអញ្ចឹងយើងដាក់ហើយគៀកដូចខ្ញុំអញ្ចឹងមកចូលហើយសម្រាប់រងក្រាស់ហ្នឹងគឺវានៅខាងត្រឡោកអង្គយ៉ាក្រោយបងប្អូនហើយអធិស្ឋានរត់ឡានបន្តិចបងប្អូនអើយតូបខ្ញុំនៅជាប់ខ្នល់ឡានច្រើនណារឿងថ្លង់បន្តិចអញ្ចឹងបានខ្ញុំខ្ជិលនឹងផលិតវីដេអូហ្នឹងអារងក្រាស់នៅខាងក្រោយបងប្អូនតន់ខាងក្រោយ
hay sầm ra bản ấy vì miền tôi miền thông cháu nó tôi nhau càng cõi bông phôn đó tôi nhau càng cõi hay thông nào càng một bờ hay sầm rạp càng mốc vì miền bay crop bông phôn á nơi càng mốc vì miền bay crop vì miền rong cam nắng hay nừng rong liết hay nừng chào thông chứ bông phôn thử đã rong cam nó đã trôi trong môn đó đã rong cam trôi trong môn nó bông phôn á và to mới vẫn đã rong liệt nó vẫn đã so trên một cái bông phôn vì mẹ so ông lệ nó bông phôn đã so ông lệ trên một cái máu hai bữa to một tiết bông phôn complete như chào nó vẫn vì miền khang là lông vì miền khang cơm những đã là lông cho nông bông phôn và khang vẫn đó vì miền Nam miền ấy chứ mua tới bạn này đấy chứ bông phôn thử đã khang smile cho được nông hay dân từ do một tơ dân nó là lấy sao dân banh một tơ một phôn á như sao banh một tơ nó do mà đã cho nó dân rất mà là móm cũng rất kháng với bông phôn còn lại nó bị giặt trụa dân banh với mà là móm mà móm chọp nó cái này là bông phôn banh kháng với vừa thưa oi re snai khôi cho ta khôi với bà bông phôn á chẳng còn lại những bông phôn thời bị giặt mình tên lấy khăn mốc dân từ lọp một khăn thôm máu thì dân banh rất về màu một con phơ đôi nhom cho máu hãy cùng rất kháng với một con dân rất tà môm để dân kết hạ chộp ta mà tơ dân nhẹ nắng về đó lại vì chộp đó ta nhẹ hay là lấy complex cả pria về trôn không phải lo năng máu cả pria đã trôn không có lẹ năng máu đầm bay của mọi chào năng việt đào năng dưa sả lạp bìa để bông phôn vô dành na đấy chụp phô video chạy để nhóm bông phôn kết tha lõ complete cho subscribe nhưng like video nhưng mà nè môi không ai cũng bờ kết tha video nhóm chụp này đăng phân bậc code bông phôn ai download tục mới của bạn rồi có share chạy chuồn được can mật hẹ và hay dân ca huy tích màu ca huy tục chung với mất nè ca thằng o năng màu hay bữa to mới dân rất chào bay bay khóp đi rất thay mà cái tiết mà bông phôn là nó cũng rất kháng phết bông cana bông phôn rất kháng phết thôi việc đại rồi cầu việc bài chẳng cái lại ní chừng nói chụp khán nó bông phôn á ở ai rất kháng phết bàn tay nó rất mà mò máu phù vi miên mà so của môi crop việc thẹn trên máu việc chơi là bột đấy hay bữa to máu môn bông phôn đã cái tay ông giá chốt bông phôn thử chút đây sầm ad thử lý nó tam thân này nó ngồi xa hay chết đây hay bông phôn còn play chỉ môi đùm rong preng bát đấy mình ai play ban thế cana để bông phôn play đùm rong preng bát nó mà tôi xí cao đấy kia còn tái việt vơ ở passport tôi chạp hồi hay anh ấy đó việc dân đã ông giá châu lấy bông phôn đã đôi nhóm máu dân đã trôi và đạn năng máu dân đã tròn từ lời trong máu nắng spray ông già nắng hay vừa to máu dân đã trường lọc ông già này chốt về miền phong ở phía cái nói ơi nắng bông phôn thử đại trong chỉ nói nốt bao chỉ có lấy đài đại tròn kia máu cứ dân đã tầm rong bẹp nắng đó bông phôn á bông phôn phơi tam nhom chân máu hay bông phôn đã thử đã đi tới tiệt mà xô nè xô nó dân đã khang na các bạn vật tay crop cli bay crop ní cứ bông phôn thử đã khang lôi cho được nông nè vì miền smart vì miền lôi nhưng phôn đã lôi nó cho được nông từ hay đã đồ riêng bẹp đi chẳng bông phôn đã đôi nhom chân màu hay to máu bông phôn complete chỉ môi nâng crop bài dọ hay đã rong môi máu rong nắng một ôn cá bớt dân ở đã các bạn này bọt tay vì mình xây Japan ha thế rong cái lại nhá bờ bông ôn miên đã vì rất là lọ chứ đầm bay cá bom preng máu vì ở trên được cả vì thừa chết lọ chứ còn mọi preng trên mà cả rong này Cana đại preng vì lấy trên mà cả vì thừa cá bom preng chấm đại yên chấm bay những vì ở crop cron chứ vì thừa là ha khôi chấm bông ôn cua tự đại lại nhá
nhưng mà này nôm oi ọt đại thế nè bông phôn nè dương mua chào việc bay crop cho nó đôi nhom cho nó video này nhưng mà xa cắt đấy của nhom bền ở bông phôn phơi ban rồi nhom bền ở che rồi chẳng bông phôn mơ video nhom chop mà bông phôn che phơi đi kia hay dương vô từ là việc to chẳng nó hay dương rật việc mà là món bán là vỏ nắng việc ăn miếng che cầm láng thẻ ấy thế việc còn tập top agrop năng thế rất mà là món bông phôn này rật việc tam tận à môi môi mà hay bông phôn vậy rất khang phê giật đai cũng rất khang phê giật đai rất là mặc nhắc phê bây giờ mua đó là rất là mặc nhắc mà nắng việc chơi là bộ tê ở con sầm rạp ca control video nhom cái lon mo tại anh ta comment việc lo nhom ở con khang tên thôi nhom cana bông phôn comment việc lo thôi nhom miền cái làng chặtផលិត video ថ្មីចឹងទៅឥឡូវយើងបន្ទាប់មកយើងយកកាតែដែលយើងលាងរួចហើយអញ្ចឹងរងស៊ីនរបស់វានៅស្អាតវាអត់ដាច់ទេយើងមិនបាច់ដាក់រងថ្មីទេយើងដោះរងថ្មីចេញមកហើយយកខ្លាញ់កោបៀកតិចមកគឺខ្ញុំអត់ប្រើកាវទេបងប្អូនណាខ្ញុំប្រើតែខ្លាញ់កោទេតែអធិស្ឋានចំពោះសំឡេងឡានព្រោះខ្ញុំនៅជាប់ខ្នល់ជាតិអញ្ចឹងឡានបើកទៅមកបងប្អូនអើយពិបាកណាយើងអ្នករស់ស៊ីយើងត្រូវការនៅជាប់ខ្នល់ជាតិពេលខ្លះយើងថ្លង់ដែរតែយើងចេះតែទ្រាំទៅដើម្បីជីវភាពយើងយកខ្លាញ់កោយើងប៉ាតឲ្យស្មើមកបងប្អូនប៉ាតវាចឹងមកព្រោះរងយើងវាអត់ដាច់ទេតែបើរងដាច់បងប្អូនត្រូវកោសវាស្អាតដូរថ្មីចេញហើយបន្ទាប់មកបងប្អូនគ្របវាចឹងមកដូចខ្ញុំមកគ្របមើលចូលបដូលមករវេនវាមកគៀកវាថ្នមគៀកវាធ្លាក់មកវាចូលចឹងហើយយើងយកដៃទះពីមុខមិនតិចមកវាធ្លាក់ចូលបងប្អូនយើងមើលវាត្រង់យើងគោះពីមុខចឹងមកធ្លាក់ចូលហើយបន្ទាប់មកការរឹតខ្ចៅកតេអង្គយ៉ាបងប្អូនត្រូវមើលឲ្យចប់បងប្អូនឃើញខ្ញុំគ្របប៉ុណ្ណឹងហើយបងប្អូនបិទវីដេអូទៅមើលអត់បានទេណាប្រយ័ត្នទេបងប្អូនប្រយ័ត្នមួលដាច់អស់អាហ្នឹងវាត្រូវការបត់ពិសោធន៍ដែរបងប្អូនការមួលខ្ចៅក៏ដោយបងប្អូនកុំមើលស្រាលវាហើយខ្ចៅវាហ្នឹងអត់មានប្រកាន់ទេគឺប្រវែងគ្នាទាំងអស់ទេខាងហ្នឹងវាដូចខាងប្រឡងវាមានវែងមានខ្លីសម្រាប់ខ្ចៅខាងកតេអង្គយ៉ាហ្នឹងវាប្រវែងវាស្មើគ្នាទេយើងដាក់ឲ្យចូលគ្រប់រុនហើយអញ្ចឹងការមួលខ្ចៅក៏យើងមានរបៀបត្រូវមួលដែរបងប្អូនយើងមិនចេះតែមួលតាមក្បាលវាលទេយើងធ្វើការមួលខាងលើមុនមួយមកប៉ុន្តែក៏មួលតឹងពេកមួលវាមកដល់សិនមកមួលវាមកដល់ប៉ុណ្ណឹងមកយើងកម្រិតយកតែម្ដងអាហ្នឹងយើងអត់រត់យកម្ដងទេយើងមួលវាមកដល់កັບមកដោយសារតែម៉ូតូនេះវាចាស់វាមួលរៀងតឹងតិចតបមកយើងមួលខ្វែងវាបងប្អូនណាយើងមួលលើហើយយើងមួលក្រោមម្ដងយើងសញ្ញាបោកមកដើម្បីឲ្យកតេយើងវាធ្លាក់ស្មើគ្នាកុំឲ្យកែកកុំឲ្យវាជ្រាបប្រេងកាលណាទៅវាកែកវាជ្រាបប្រេងហ្នឹងបងប្អូនអញ្ចឹងមកយើងមួលលើក្រោមឆ្វេងស្ដាំអញ្ចឹងដូចខ្ញុំមកអញ្ចឹងខ្ញុំអត់និយាយច្រើនអីទៀតទេបងប្អូនមើលតាមការខ្ញុំរឹតខ្ចៅហ្នឹងទេបងប្អូនធ្វើតាមខ្ញុំអត់ចេះខុសទេខ្ញុំបរៀនអត់ឲ្យមានបញ្ហាទេហើយបងប្អូនមើលហើយបងប្អូនធ្វើទៅរលូនហើយយើងកុំឃើញខ្ញុំលាបខ្លាញ់កោចឹងបងប្អូនមិនបាច់ភ័យថាជ្រាបទេអត់ចេះជ្រាបទេបងប្អូនណាគឺអត់ចេះលិចចេះជ្រាបទេខ្ញុំមានបច្ចេកទេសរបស់ខ្ញុំធ្វើច្បាស់លាស់ខ្ញុំមិនចេះធ្វើលំទេបន្ទាប់មកយើងមួលខ្វែងរួចអស់ហើយយើងអាចមួលបដិញបានណាបងប្អូនយើងមួលច្បួនអញ្ចឹងហើយយើងមួលបដិញមកយើងរត់វាកុំតន់ឲ្យទឹក
រត់តែមួយស្រើតបានហើយហើយវីដេអូនេះរៀងវែងតិចប៉ុន្តែមើលឲ្យចេះហ្មងហើយម្ចាស់ម៉ូតូគាត់ការពិតវីដេអូនេះខ្ញុំធ្វើយូរហើយម្ចាស់ម៉ូតូយកទៅជិះឡើងកន្លះខែតែខ្ញុំអត់មានពេលផុសខ្ញុំទៅយកមកកាត់បងប្អូនខ្ញុំរវល់ខ្ញុំដែរអញ្ចឹងខ្ញុំទៅយកមកកាត់ផុសម្ចាស់គាត់ជិះឡើងហើយកន្លះខែគាត់ថាស្រួលជិះស្រួលដល់ជាងខ្លាំងដល់ព្រោះសម្រាប់ការរើម៉ាស៊ីនឡើយខ្ញុំគឺឲ្យតែម្ចាស់គាត់មានសមត្ថភាពដាក់របស់ល្អរបស់ស៊ីនអីចឹងគឺវាប្រើបានយូរបងប្អូនហើយកម្លាំងវាខុសពីរបស់អាយដែរហើយបងប្អូនរត់ថែមវាមួយជុំបន្តិចចឹងអញ្ចឹងវីដេអូយើងក៏ហើយបញ្ចប់តែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានវីដេអូ